បាទសួស្តីដល់បងប្អូនទាំងអស់គ្នាដែលជាសិស្សានុសិស្សទាំងអស់ថ្ងៃនេះគឺខ្ញុំមានលំហាត់ Antigraph ចំនួន2អញ្ចឹងសូមអានប្រធានទាំងអស់គ្នាអញ្ចឹង A ស្មើនឹង Antigraph កំណត់ពី0ទៅ1នៃ1ចែកឲ្យ E សេគុណ x បូក1បូកឲ្យ E សេគុណ x ចែកឲ្យ E សេគុណ x បូក1 dx B ស្មើនឹង Antigraph កំណត់ពី0ទៅ2លើ4នៃ1ចែកឲ្យ sin ការ៉េ x បូកនឹង cos ការ៉េ x អញ្ចឹងអ្នកទាំងអស់គ្នាក្នុងការដោះស្រាយ Antigraph ពេលខ្លះលំហាត់ខ្លះគេដាក់គ្រាន់តែជាធ្នាក់មួយឬក៏ជាល្បិចមួយដើម្បីបំផន់ភ្នែកយើងតែប៉ុណ្ណោះណាចឹងមុននឹងដោះស្រាយព្យាយាមសម្រួលកន្សោមនឹងឲ្យវាទៅតាមលទ្ធភាពអាចធ្វើទៅរួចណាអញ្ចឹងដូចលំហាត់2នេះចឹងលំហាត់2នេះគឺសុទ្ធតែជាលំហាត់ដែលទួចបំផុតតែម្ដងជាលំហាត់ដែលគេប្រើល្បិចមកលើយើងណាអញ្ចឹងយើងមកមើល Antigraph A នេះមុនគេមកណាអញ្ចឹងយើងបានអី A អ្នកនរគ្នាដាក់មកស្មើជាមួយអីគេ Antigraph កំណត់ពី0ទៅ1ណាអញ្ចឹងនៃអីអញ្ចឹងអ្នកនរគ្នាដឹងស្រាប់ហើយបើសិនជាខ្ញុំមាន A បូកនឹង B ហើយប្រភេទវា C ដូចគ្នាណាអញ្ចឹងយើងអាចទៅ C រួមបាន A បូក B អញ្ចឹងទៅហើយលើ C រួមអញ្ចឹងទៅណាអញ្ចឹងអានេះដូចគ្នាដែរបើសិនជាយើងមានអញ្ចឹងហើយយើងទៅ C បែបហ្នឹងមកគឺទៅជាមួយបូកឲ្យ E សេគុណ x ហើយចែកឲ្យ E សេគុណ x បូក1ហើយ d dx ណាអញ្ចឹងគឺអត់មានអីបាក់ទេសំខាន់អ្នកនរគ្នាត្រូវចេះបង្រួមវាណាទៅអាចទៅរួចអញ្ចឹងអានេះយើងអាចសម្រួលបានអត់អា1បូក E សេគុណ x អាមួយទៀត E សេគុណ x បូក1អញ្ចឹងវាដូចតែគ្នាហ្នឹងអញ្ចឹងសម្រួលទៅបាន1ណាអញ្ចឹងគឺយើងស្មើ Antigraph ខ្ញុំប្រាប់ឲ្យថាជាលំហាត់ល្បិចគឺល្បិចមែនណាអញ្ចឹងនៃ dx អញ្ចឹង Antigraph នៃ dx គឺស្មើ x ណាអញ្ចឹងយើងអាចដាក់ស្មើទៅស្មើ x អញ្ចឹងបើចំនួនពីមុនយើងដាក់តែប៉ុណ្ណឹងកំណត់ពី0ទៅ1ណាប៉ុន្តែបើសម័យនេះគឺយើងដាក់តែគៀបណាអញ្ចឹងប៉ុណ្ណេះអញ្ចឹងយើងយកអីគេគោលលើដកគោលក្រោមអញ្ចឹងបាន1ដកជាមួយនឹង0អញ្ចឹងស្មើ1ណាអញ្ចឹងអ្នកនរគ្នាដាក់ដូចនេះឲ្យគេ1មកអញ្ចឹងដូចនេះ A របស់យើងនេះគឺស្មើ1អញ្ចឹងគេគ្រាន់តែបន្លាចយើងលេងទេពេលខ្លះណាអញ្ចឹងបន្តមកទៀតយើងមើល B របស់យើងណា B របស់យើងគឺស្មើ Antigraph កំណត់ពី0ទៅ2លើ4នៃ1ចែកឲ្យ sin ការ៉េបូកជាមួយនឹង cos ការ៉េអញ្ចឹងអ្នកនរគ្នាដឹងស្រាប់ហើយថារូបមន្តរបស់យើងបើសិនជាយើងមានអី sin ណាការ៉េ alpha បូកឲ្យ cos ការ៉េ alpha ស្មើ1ធម្មតាគេគ្រាន់តែដាក់សម្រាប់ស្ទង់សិស្សទេបើសិស្សមករៀនជាប្រចាំថ្ងៃគឺមិនអាចភ្លេចបានទេ sin ការ៉េបូក cos ការ៉េហ្នឹងអញ្ចឹងពេលខ្លះបើយើងអត់ចេះតតែមែនទេណាអ្នកនរគ្នាត្រូវដឹងថាសូម្បីតែ sin ការ៉េបូក cos ការ៉េក៏គ្នាអត់ដឹងដែរណាសូម្បីតែកូនប្រព័ន្ធសម័យការទូចមួយក៏គ្នារត់ឃើញដែរពីព្រោះថាខ្ញុំមុននឹងបង្រៀនអ្នកនរគ្នាគឺខ្ញុំក៏ធ្លាប់អត់ចេះដែរណាអញ្ចឹងគ្រប់គ្នាទាំងអស់កើតមកគឺមិនមានអ្នកណាកើតមកចេះចប់ខ្លួនមកទេណាគឺសុទ្ធតែអ្នកអត់ចេះទាំងអស់គឺយើងត្រូវការរៀនសូត្រសិនណាអញ្ចឹងអានេះគឺយើងបានអីគេបាន Antigraph កំណត់ពី0ទៅ2លើ4អញ្ចឹងអានេះយើងអាចដាក់ថៃគេបបែកវាទៅជា sin ការ៉េ x បូកឲ្យ cos ការ៉េ x ចាយលុបចោលទៅរូបមន្តទេអញ្ចឹងចាយឲ្យអីគេ sin ការ៉េ x ហើយបូកឲ្យ cos ការ៉េ x ហើយ d dx អញ្ចឹងស្មើអីគេ Antigraph កំណត់ពី0ទៅ2លើ4នៃ d dx អញ្ចឹងអានេះ Antigraph ទៅបានអីបាន x រូបមន្តរបស់គេណាបើយើង Antigraph នៃ k dx ស្មើគេ kx បូក c ណាដែល c ជារបស់ a ប៉ុណ្ណឹងទៅអត់មានអីបានទេណាអញ្ចឹងអានឹងគឺយើងបាន x ហើយកំណត់ពីណា0ទៅ2លើ4អញ្ចឹងគឺយើងស្មើយកគោលលើដល់គោលក្រោមណារូបមន្ត Antigraph កំណត់ពី a ទៅ b នៃ s នៃ x dx អញ្ចឹងគឺយើងបានអី s ធំនៃ b ដល់ s ធំនៃ a មានតែប៉ុណ្្នឹងទេអញ្ចឹងអានេះគឺបាន2លើ4ដល់នឹង0ណាអញ្ចឹងសរុបសេចក្តីមកគឺ2លើ4អញ្ចឹងនេះរកឃើញហើយអ្នកនរគ្នាដាក់ដូចនេះឲ្យគេមួយមកអញ្ចឹងដូចនេះ b របស់យើងគឺស្មើ2លើ4ជាចម្លើយអញ្ចឹងប៉ុណ្ណឹងអញ្ចឹងពេលខ្លះលំហាត់ Antigraph ខ្លះគឺដាក់មកសម្រាប់បន្លាចអ្នកទាំងអស់គ្នាទេណាគឺដើម្បីឲ្យអ្នកទាំងអស់គ្នាគ្រាន់តែឃើញមកគឺភ័យតែម្ដងរកកន្លែងគិតលេងចេញតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាមុននឹងដោះស្រាយសូមព្យាយាមរកពន្លឹះសម្រួលវាទៅតាមដែលលទ្ធភាពអាចធ្វើទៅរួចណាអញ្ចឹងចាំយើងដោះស្រាយវាទៅតាមរូបមន្ត Antigraph អ្នកទាំងអស់គ្នាបើសិនជាមិនសម្រួលសួរថា1លើ cos ការ៉េបូក sin ការ៉េយើងធ្វើអីខ្លះដើម្បីវាចាញ់បើយើងមិនដឹងថាវាបូកចូលគ្នាស្មើ1ផងហ្នឹងអញ្ចឹងអាហ្នឹងគឺសំខាន់ណាស់អ្នកទាំងអស់គ្នាដើម្បីយើងស្គាល់រូបមន្តវាគឺសំខាន់អញ្ចឹងលំហាត់ Antigraph នេះក៏សូមបិទបញ្ចប់ត្រឹមប៉ុណ្ណេះណាសង្ឃឹមថាអ្នកទាំងអស់គ្នាបានមើលហើយបានយល់ទាំងអស់គ្នាណាអញ្ចឹងបើសិនជាចូលចិត្តនៅវីដេអូនេះសូមកុំភ្លេចជួយ like ជួយ share ម្នាក់មួយផងបាទសូមអរគុណនិងសូមជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ត